បាទជំរាបសួរបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានបាទនៅក្នុងវីដេអូនេះខ្ញុំបាទសូមនាំយកពន្យល់ពាក្យមួយចំនួនទៀតមកធ្វើការបកស្រាយពន្យល់បង្ហាញបងប្អូនចំពោះបងប្អូនដែលមានចម្ងល់តាក់ទងទៅនឹងពន្យល់ពាក្យនៅក្នុងភាសាខ្មែរតាក់ទងទៅនឹងពាក្យនៃដូចពាក្យសូដូចឬមួយក៏ពាក្យផ្ទុយបាទសូមបងប្អូនធ្វើការcomment ខាងក្រោមវីដេអូលោកគ្រូឬមួយបងប្អូន join group Telegram ដែលមានឈ្មោះថាពន្យល់ពាក្យខ្មែរខ្ញុំនឹងព្យាយាមបកស្រាយជូនឲ្យអស់ពីលទ្ធភាពបាទដើម្បីកុំឲ្យខាតពេលវេលាយូរបាទសូមបងប្អូនទាំងអស់រីករាយតាមដានជាមួយនឹងការបង្ហាញរបស់ខ្ញុំបាទដូចតទៅបាទពាក្យជាដំបូងដែលខ្ញុំបង្ហាញនេះបាទគឺពាក្យព្រំលិខិតបាទព្រំលិខិតឋានៈពាក្យជានាមមានន័យថាជោគវាសនាដំណើរនៃជីវិតរបស់មនុស្សម្នាក់បាទម្ដងទៀតព្រំលិខិតឋានៈពាក្យជានាមមានន័យថាជោគវាសនាដំណើរនៃជីវិតរបស់មនុស្សម្នាក់បាទពាក្យទី2បាទគឺពាក្យពពេសន្និវេសបាទពពេសន្និវេសឋានៈពាក្យជានាមមានន័យថាដំណើរធ្លាប់នៅរួមគ្នាពីក្នុងជាតិមុនគឺធ្លាប់ជាស្វាមីភរិយានៅរួមកិច្ចការសុខទុក្ខជាមួយគ្នាពីក្នុងជាតិមុនមកម្ដងទៀតបាទពពេសន្និវេសឋានៈពាក្យជានាមមានន័យថាដំណើរធ្លាប់នៅរួមគ្នាពីក្នុងជាតិមុនគឺធ្លាប់ជាស្វាមីភរិយានៅរួមកិច្ចការសុខទុក្ខជាមួយគ្នាពីក្នុងជាតិមុនមកបាទពាក្យទី3បាទគឺជាពាក្យឈានបាទឈាននេះឋានៈពាក្យជានាមមានន័យថាការសម្លឹងអារម្មណ៍ដែលជាអបបនាសមាធិចម្រើនឈានចូលឈានបាទម្ដងទៀតបាទឈានឋានៈពាក្យជានាមមានន័យថាការសម្លឹងអារម្មណ៍ដែលជាអបបនាសមាធិឧទាហរណ៍ចម្រើនឈានឬក៏ចូលឈានបាទអ្នកខ្លះច្រឡំថាឈានហ្នឹងគឺជាជាគុណវិសេសអាចបង្កើតនេះបង្កើតនោះបាទបើតាមបញ្យលនៃពាក្យឈាននេះបានន័យថាគឺជាការសម្លឹងអារម្មណ៍ទេបាទពាក្យទី4បាទគឺពាក្យគុណវិសេសបាទគុណវិសេសឋានៈពាក្យជានាមមានន័យថាដំណើរប្លែករបស់គុណគឺដំណើរប្រព្រឹត្តល្អដោយកាយវាចាចិត្តឥតសៅហ្មងសេចក្តីល្អផ្សេងឈានសមាបត្តិដែលជាធម៌មានដំណើរប្លែកគួរឲ្យឆ្ងើយឧទាហរណ៍ពួតគុណវិសេសដែលពុំមាននៅក្នុងខ្លួនដល់ទៀតបាទម្ដងទៀតបាទគុណវិសេសឋានៈពាក្យជានាមមានន័យថាដំណើរប្លែករបស់គុណគឺដំណើរប្រព្រឹត្តល្អដោយកាយវាចាចិត្តឥតសៅហ្មងសេចក្តីល្អផ្សេងឈានសមាបត្តិដែលជាធម៌មានដំណើរប្លែកគួរឲ្យឆ្ងាយឧទាហរណ៍អួតគុណវិសេសដែលពុំធ្លាប់មានក្នុងខ្លួនបាទពាក្យចុងក្រោយគេនេះបាទគឺពាក្យពពេនិវាសានុសតិញៀន
បាទពពេនិវេសានុសតិញាណឋានៈពីជានាមមានន័យថាញាណដែលនឹកឃើញកំណើតក្នុងកាលពីដើមគឺប្រាជ្ញាដែលរលឹកឃើញតាំងពីមួយជាតិមុនបន្ទាប់ជាតិនេះរៀងឡើងទៅបាទចំពោះតែញាណបុគ្គលអ្នកបានសម្រេចគុណពិសេសមានព្រះសម្បញ្ញុពុទ្ធជាដើមបាទម្ដងទៀតបាទពពេនិវេសានុសតិញាណឋានៈពីជានាមមានន័យថាញាណដែលនឹកឃើញកំណើតក្នុងកាលពីដើមគឺប្រាជ្ញាដែលរលឹកឃើញតាំងពីមួយជាតិមុនបន្ទាប់ជាតិនេះរៀងឡើងទៅមានចំពោះតែបុគ្គលអ្នកបានសម្រេចគុណពិសេសមានព្រះសម្បញ្ញុពុទ្ធជាដើមបាទបងប្អូនទាំងអស់ជាទីស្រឡាញ់រាប់អានបាទការធ្វើបទបង្ហាញរបស់លោកគ្រូនៅពេលនេះបាទសូមបញ្ចប់តែប៉ុណ្ណេះលោកគ្រូនឹងព្យាយាមលើកយកពន្យល់ពាក្យថ្មីមួយចំនួនទៀតមកធ្វើការពន្យល់បង្ហាញបងប្អូននៅក្នុងវីដេអូក្រោយបាទហើយក៏សូមជូនពរឲ្យបងប្អូនទាំងអស់បានទទួលជោគជ័យនៅក្នុងការសិក្សាផងដែរបាទសូមអរគុណ